សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់អ្នកនរគ្នាអំពីរបៀបបាញ់កាក់ពី app Binance ទៅ app OKX ថាគេធ្វើរបៀបម៉េចអីចឹងទៅអញ្ចឹងនៅក្នុង app Binance របស់ខ្ញុំនេះឥឡូវគឺខ្ញុំមានកាក់ USDT ហើយខ្ញុំចង់ផ្ទេរវាទៅកាន់ OKX អូខេអញ្ចឹងខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាប៉ុន្តែមុននឹងប្រាប់ខ្ញុំសូមនិយាយតិចសម្រាប់អ្នកថ្មីគ្រាន់មានអ្នកថ្មីចូលមើលអញ្ចឹងសម្រាប់ app Binance និង app OKX ហ្នឹងនិយាយរួមទៅវាដូចតែធនាគារយើងដែរទេធនាគារជាទូទៅយើងប្រើវាសម្រាប់ទុកលុយដុល្លារឬរៀលតែបើសិនជាពួក crypto អញ្ចឹងយើងប្រើវាសម្រាប់ទុកកាក់ crypto ដូច Binance Solana Ethereum USDT អីចឹងទៅអូខេអញ្ចឹងរបៀបផ្ទៃកាក់គឺខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាមកថ្មីអត់ទាន់មានគណនីទាំងពីរហ្នឹងទេអាចធ្វើការចុចឈ្មោះតាម link របស់ខ្ញុំបានដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងហើយបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងពីរបៀបធ្វើម៉េចឲ្យមានកាក់ USDT នេះគេទិញតាមរបៀបណារបៀបណីខ្ញុំក៏មានវីដេអូបរៀនដែរចុចតាម link នៅខាងក្រោម description អូខេតោះឥឡូវចូលមកដល់វីដេអូរបស់យើងហ្មងអញ្ចឹងដើម្បី deposit បានគឺអ្នកទាំងអស់គ្នាត្រូវជួយលើកពាក្យ deposit crypto នៅក្នុង app OKX របស់យើងបន្តមកទៀតយើងចង់ deposit កាក់មួយណាអញ្ចឹងវីដេអូខ្ញុំចាក់ស្អីគឺខ្ញុំឧទាហរណ៍ទៅលើកាក់ USDT យើងជួយលើ USDT មកតែបើសិនអ្នកទាំងអស់គ្នាអត់ឃើញ USDT នៅលើគេទេយើងអាច search USDT យ៉ាប់យើងយកវាហើយបន្តមកកន្លែង network នេះគឺវាសំខាន់មែនទែនអ្នកទាំងអស់គ្នាយើងអាចខុស network បានទេបើសិនយើងបាញ់ខុស network គឺស្មើនឹងយើងបាត់កាក់នឹងតែម្ដងអូខេអញ្ចឹងចំពោះ network អ្នកទាំងអស់គ្នាអាចប្រើមួយណាក៏បានដែរដែល crypto exchange នឹង support ទាំងពីរឬមកក៏ធ្វើតាមខ្ញុំហ្មងក៏បានដែរងាយស្រួលអញ្ចឹងខ្ញុំអាចប្រើ network Tron TRC20 នេះបានអញ្ចឹងបន្ទាប់ពីយើងឃើញ network របស់យើងហើយគឺអ្នកទាំងអស់គ្នាត្រូវជួយលើពាក្យ copy address មួយនេះជួយលើពាក្យ copy address មួយហ្នឹងតោះមកយើងចូលមកកាន់ app Binance របស់យើងហើយបន្ទាប់មកគឺយើងត្រូវជួយលើកន្លែងពាក្យ send នៅក្នុង app Binance ណាលើពាក្យ send ហើយយើងយកពាក្យ send with crypto បន្ទាប់មកគឺយើងត្រូវយកកាក់ USDT អូខេហើយចំពោះកន្លែង network នេះគឺយើងត្រូវយក network ដែលយើងបាន copy address មិញគឺមួយនេះ TRX Tron TRC20 អញ្ចឹងគឺវាដូចគ្នាអ្នកទាំងអស់គ្នាអាចមើលតាមនឹងបានកុំឲ្យខុសគ្នាតែមកគឺយើងត្រូវចុចលើហ្នឹងហើយគឺយើងត្រូវកន្លែង address នេះគឺយើងត្រូវផាក address ដែលយើងបាន copy មិញចូលអូខេអញ្ចឹងចំពោះកន្លែង amount នេះគឺវាតម្រូវយើងបាញ់ចាប់ពី10 USDT ឡើងទៅអញ្ចឹងមើលអ្នកទាំងអស់គ្នាមានកាក់ក្រោមហ្នឹងគឺវាបាញ់អត់ចេញដែរអូខេអញ្ចឹងខ្ញុំទៅ save លេខ10អញ្ចឹងចំពោះសេវាគឺវាកាត់1 USDT អញ្ចឹងយើងទទួលបានតាម9 USDT ទេតែអាកាត់មក USDT ហ្នឹងមានន័យថាអ្នកទាំងអស់គ្នាបាញ់10រៀលក៏វាកាត់ប៉ុណ្ណឹងបាញ់100 1000 10000 100,000អីក៏វានៅតែកាត់ប៉ុណ្ណឹងដែរអញ្ចឹងអាហ្នឹងគឺវាងាយស្រួលត្រង់ចំណុចហ្នឹងសម្រាប់អ្នកបាញ់លុយច្រើនអូខេអញ្ចឹងខ្ញុំធ្វើការចុចលើពាក្យ withdraw យើងអាចចុច confirm មកអូខេអញ្ចឹងគឺវានឹងឲ្យខ្ញុំផ្ទៀងផ្ទាត់កូដទៅតាម account Binance នីមួយៗ Binance ខ្លះគេឲ្យយើង verify កូដជាមួយនឹង email ឬមួយក៏កូដនៅក្នុង app មួយនេះអីចឹងទៅហើយបើសិនជាអ្នកទាំងអស់គ្នាចង់ verify ជាមួយ email វិញអ្នកទាំងអស់គ្នាគ្រាន់តែចុចលើពាក្យ switch to another verify method មកគឺវានឹងចេញមកហើយនេះយើងអាច select យក email បានអញ្ចឹងវានឹងផ្ញើ like code verify ទៅកាន់ email ដែលយើងបង្កើត account Binance អញ្ចឹងខ្ញុំអាចចូលទៅ check មើលកូដរបស់ខ្ញុំទាំងអស់គ្នាអូខេនេះគឺជាទម្រង់ app message Gmail ដែលវាផ្ញើមកអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការចុចបើកសារមួយហ្នឹងបន្ទាប់មកយើង copy code ពណ៌រៀងលឿងនេះអូខេ copy ហើយយើងចូលមក app Binance របស់យើងវិញយើងធ្វើការ paste លេខកូដហ្នឹងចូលអញ្ចឹងកាក់10 USDT ហ្នឹងវានឹងចាប់ផ្ដើម send ទៅវាអាចត្រូវការចំណាយពេលបន្តិចប្រហែលជា1ទៅ2 3នាទីតាម network មួយអូខេអញ្ចឹងយើងអាចធ្វើការរងចាំបានអញ្ចឹងកាក់របស់ខ្ញុំឥឡូវនេះគឺវាមានតែ2រៀលជាងទេអញ្ចឹងបើសិនជាយើងបាន9រៀលទៀតបើគិតទៅវាអាចនឹងបានខ្ទង់11 12ដុល្លារយើងអាចធ្វើការរងចាំវាបន្តិចសិនបានអូខេឥឡូវនេះOKX វា load មកហើយនៅក្នុង blockchain វាកំពុងតែ processing អញ្ចឹងយើងរងចាំវាបន្តិចទៀតទៅអាហ្នឹងគឺកាក់ load ចូលហើយអូខេអ្នកទាំងអស់គ្នាឥឡូវគឺកាក់វាបាន load ចូលហើយយើងអាចមកមើល notification បានដែលវា crypto receive វា confirm ហើយអញ្ចឹងរបៀបបាញ់កាក់គឺងាយស្រួលទេឲ្យអ្នកទាំងអស់គ្នារើស network ត្រូវអាហ្នឹងគឺយើងបាញ់ត្រូវហើយរឿង network ហ្នឹងគឺសំខាន់ខ្ញុំបញ្ជាក់ម្ដងហើយម្ដងទៀតកុំឲ្យខុស network ឲ្យសោះបើសិនជាខុស network ស្មើនឹងយើងបាត់លុយរបស់យើងដោយអាសាបងតែម្ដងយ៉ាប់អញ្ចឹងវីដេអូក្រោយនេះខ្ញុំប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបទិញ stock ពាក្យហ៊ុនទាំងអស់នេះថាគេធ្វើមិនខ្លាំងនៅក្នុង app OKX